ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការរៀនភាសាចិនហើយថ្ងៃនេះដែរជំនាញចាស់អ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងឆឹងអ៊ីជាបន្តទៀតចា៎អញ្ចឹងឆឹងអ៊ីនៅលើក្តារខៀននេះយើងអានថា一见钟情一见钟情ចា៎អញ្ចឹងអ៊ីមានន័យថាលើកទី1កន្លែងហ្នឹងចា៎ជាមានន័យថាជួបឬក៏ឃើញចងមានន័យថាលងឈិនស្នេហាឬក៏មនោសញ្ចេតនាចាអញ្ចឹងស្រឡាញ់អញ្ចឹងអ៊ីជាចងឈិនអ៊ីជាចងឈិនមានន័យថាជួបភ្លាមស្រឡាញ់ភ្លាមបើយើងនិយាយជាភាសាខ្មែរចាអញ្ចឹងជួបភ្លាមស្រឡាញ់ភ្លាមអញ្ចឹងឧទាហរណ៍第一次看到他时第一次看到他时他就对他一见钟情一见钟情第一次看到他时他就对他一见钟情讲这么他们第一次មានថាលើកទី1看到មានន័យថាឃើញក៏ជួបថានាង时ពេលថាគាត់ចា就គឺ对ចំពោះថានាង一见钟情មានថាជួបភ្លាមស្រឡាញ់ភ្លាមអញ្ចឹងគឺមានន័យថាពេលលើកទី1ដែលបានឃើញនាងចាគាត់គឺលងស្រឡាញ់នាងភ្លាមមានន័យថាគ្រាន់តែជួបភ្លាមគ្រាន់តែឃើញភ្លាមគឺស្រឡាញ់ភ្លាមតែម្ដងចា第一次看到他时他就对他一见钟情ចាអញ្ចឹងខ្ញុំដែរខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាថាប៉ុណ្ណឹងហើយបើសិនមកអ្នកទាំងអស់គ្នាមានចម្ងល់អាច comment នៅខាងក្រោមវីដេអូបានហើយបើសិនមកពេញចិត្តវីដេអូដែលខ្ញុំចែករំលែកសូមជួយចុច like និង share អរគុណ谢谢